ដើម្បីយល់ពីជោគវាសនាដ៏សោកសៅរបស់ពួកគាត់ទាំងពីរនាងបានសម្រេចចិត្តបន្តការស្រាវជ្រាវរបស់នាងដើម្បីស្វែងរកថាតើមានអ្វីកើតឡើងពិតប្រាកដចំពោះវិចិត្រហើយតើអ្នកណាជាអ្នកនៅពីក្រោយរឿងរ៉ាវទាំងអស់នេះការស្វែងរកការពិតនេះប្រហែលជាមិនអាចជួយវិញ្ញាណរស្មីដោយផ្ទាល់បាននោះទេព្រោះនាងប្រហែលជាបានទៅកាន់ទីស្ងប់សុខហើយប៉ុន្តែវាជាការគោរពនិងរំលឹកដល់រឿងរ៉ាវដ៏សោកសៅរបស់កូនក្រមុំខ្មោចតាមរបៀបផ្សេងគ្នារឿងរ៉ាវរបស់រស្មីគឺជារឿងរ៉ាវនៃក្តីស្រឡាញ់មិនបានសម្រេចការក្បត់និងភាពអយុត្តិធម៌ដែលបានបន្សល់ទុកនៅវិញ្ញាណដែលរងចាំនៅក្នុងភាពឯកោអស់រយៈពេលជាច្រើនទសវត្សរ៍ស្រីលក្ខបានសន្យានឹងសរសេររឿងពិតនេះទុកជាឯកសារដើម្បីឲ្យមនុស្សជំនាន់ក្រោយបានដឹងពីប្រវត្តិដ៏ឈឺចាប់របស់កូនក្រមុំខ្មោចតើរស្មីពិតជាចាប់កំណើតថ្មីហើយមែនទេតើវិចិត្រមានវាសនាបែបណាហើយតើអ្នកណាជាអ្នកនៅពីក្រោយការបំបីបំបាក់ស្នេហារបស់ពួកគេដោយមានការតាំងចិត្តខ្ពស់ស្រីលក្ខបានចាប់ផ្ដើមការស្រាវជ្រាវរបស់នាងយ៉ាងស៊ីជម្រៅ